នៅក្នុងវីដេអូនេះគេចង់បង្ហាញអំពីរ៉ូបូតដែលហៅថាមនុស្សយន្តវាកំពុងប្រមូលសារធាតុរាវដែលនៅជុំវិញខ្លួនរបស់វាមនុស្សយន្តមួយនេះវាបានប្រមូលសារធាតុរាវដែលនៅជិតខ្លួនរបស់វាអស់រយៈពេល5ឆ្នាំមកហើយប៉ុន្តែសារធាតុរាវនេះនៅតែហូរហៀម្ដងហើយម្ដងទៀតនៅក្នុងឆ្នាំ2019មនុស្សយន្តមួយនេះបានហត់នឿយនិងខូចខាតទាំងស្រុងតាមពិតទៅនេះគ្រាន់តែជាសិល្បៈមួយដែលបង្កើតឡើងដោយសាន់យៀននិងផៃយូដែលចង់បង្ហាញអំពីការពិតរបស់មនុស្ស99% នៅលើពិភពលោកដែលនឹងកើតចាស់ឈឺស្លាប់ក៏ដូចជាការប្រឹងធ្វើការងារពេញមួយជីវិតនៅក្នុងឆ្នាំ1876មានអ្នកបុរាណវិទ្យាម្នាក់ដែលនៅជិតមេសេនីអះអាងថារកឃើញគ្រោងឆ្អឹងមនុស្សពាក់កណ្ដាលខាងលើនិងខាងក្រោមគ្រោងឆ្អឹងគឺជាសរីរាង្គសត្វសេះប៉ុន្តែមកដល់សប្តាហ៍ថ្ងៃនេះគឺពុំទាន់មានភស្តុតាងអ្វីនោះទេចំណែកឯរឿងមួយនេះគឺនៅតែបន្តឲ្យមានការវែកញែកពីមហាជនទាំងឡាយហើយក៏មានមនុស្សមួយក្រុមបានលើកឡើងជាសំណួរសួរថាតើវាជាសិល្បៈនៃទេវកថាឬក៏ជារឿងនិទានឬមួយក៏ជាការពិតមកដល់សប្តាហ៍ថ្ងៃនេះគឺពុំទាន់មានអ្នកណាអាចបកស្រាយចម្ងល់មួយនេះបាននោះទេតើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះវីដេអូមួយនេះហើយតើសត្វមួយនេះមានការពិតដែរឬទេវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់អ្នកទាំងអស់គ្នានេះគឺជាវិធីសាស្ត្រដែលជនជាតិចិនរកប្រាក់បានរាប់ពាន់ដុល្លារដោយចិញ្ចឹមសត្វខ្ទួយដែលជាសត្វមានពិសដ៏គ្រោះថ្នាក់ប៉ុន្តែអ្វីដែលពិសេសនោះគឺស្ថិតនៅក្នុងពិសរបស់ខ្ទួយកសិករទាំងនេះត្រូវប្រមូលពិសចេញពីខ្ទួយយ៉ាងប្រុងប្រយ័ត្នដែលពិសរបស់ខ្ទួយមានតម្លៃ$1000ក្នុង1ក្រាមដោយសារតែខ្ទួយមួយបង្កើតបានពិសបានត្រឹមតែ2មីលីក្រាមតែប៉ុណ្ណោះពួកគេចិញ្ចឹមខ្ទួយរាប់ពាន់ក្បាលនៅក្នុងកសិដ្ឋាននេះគឺជាកសិដ្ឋានចិញ្ចឹមមាន់បែបសម័យទំនើបតើអ្នកទាំងអស់គ្នាដឹងទេថាហេតុអ្វីបានជាផ្ទះចិញ្ចឹមមាន់នេះផ្លាស់ទីរោងកសិដ្ឋានកំពុងផ្លាស់ទីដោយសារតែមានជំនួយពីកង់ដោយប្រើថាមពលពន្លឺព្រះអាទិត្យទាំងនេះវាធ្វើឲ្យមាន់មានចលនាក៏ដូចជាហាត់ប្រាណផងដែរដើម្បីស្វែងរកសត្វល្អិតនិងស្មៅស្រស់ៗហើយនៅពេលដែលរោងកសិដ្ឋានកំពុងបន្លាស់ទីមាន់នៅក្នុងទ្រុងទាំងអស់បានផ្ដល់ជីជាតិដល់ដីប្រសិនបើឃ្មុំតិចភ្នែករបស់អ្នកហើយពិសត្រូវបានចូលភ្លាមបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងនិងរលាកភ្លាមការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយបង្កឲ្យមានការឡើងក្រហមនិងហើមនៅពេលដែលវាមានប្រតិកម្មនឹងជាតិពុលចុងសរសៃប្រសាទនៅក្នុងភ្នែកបញ្ជូនសញ្ញាការឈឺចាប់ខ្លាំងទៅកាន់ខួរក្បាលរបស់អ្នកនិងបង្កើតភាពមិនស្រួលប្រញាប់លាងភ្នែកដោយទឹកស្អាតដើម្បីបន្ថយពិសបន្ទាប់មកត្រូវស្វែងរកកន្លែងដែលព្យាបាលដែលល្អមួយនេះគឺជាសត្វដង្កូវ Velvet ដែលធម្មជាតិបានផ្ដល់រូបរាងរបស់វាឲ្យមានដូចកាំភ្លើងបាញ់ទឹកសម្រាប់ចាប់ចំណីពួកវាមានវត្តមានតាំងពីសម័យ Dinosaur ហើយនៅតែមិនទាន់ផុតពូជទេពួកវារកចំណីតាមរយៈការរំញ័រនិងប៉ះនៅលើស្លឹកឈើដោយសារធម្មជាតិផ្ដល់ឲ្យវាមានចលនាយឺតតើវាអាចចាប់ចំណីបានដោយរបៀបណាវាមិនជាបញ្ហាទេដោយសារតែដង្កូវប្រភេទនេះវាមានអាវុធពិសេសនៅពេលដែលវាជួបចំណីវានឹងបាញ់ទឹកចេញពីខ្លួនរបស់វាទៅចំសត្វល្អិតធ្វើឲ្យសត្វល្អិតនោះត្រជាក់និងស្អិតពេញខ្លួនធ្វើឲ្យកម្រើកមិនរួចបន្ទាប់មកដង្កូវ Velvet ចាប់ផ្ដើមស៊ីសត្វល្អិតនោះយ៉ាងងាយស្រួលស្វាមួយនេះគឺពីការដៃវាមិនទទួលអាហារពីមនុស្សចម្លែកទេហើយវាក៏មិនយកអាហារដែលគេឲ្យដែររាល់ពេលដែលភ្ញៀវទេសចរឃើញវាតែងតែប្រញាប់ប្រញាល់ទៅកន្លែងដែលស្ងាត់អ្នកទស្សនាមានការងឿងឆ្ងល់ហើយចង់ដឹងថាវាទៅណារាល់ថ្ងៃហើយស្វានេះមានឈ្មោះថា Fufu វាមានឈ្មោះពីរោះជាង admin និងអ្នកមើលទៅទៀតកាល Fufu នៅក្មេងវាបានបាត់បង់ដៃមួយខណៈពេលដែលវាកំពុងឡើងខ្សែភ្លើងដែលមានតង់ខ្យងខ្ពស់ត្រូវបានឆក់ដោយសារពិការភាពរបស់វាត្រូវបានស្វាផ្សេងទៀតរារាំងមិនឲ្យស៊ីចំណីវាចាប់ផ្ដើមទៅសុំចំណីនៅជើងភ្នំហើយវាបានជួបស្ត្រីម្នាក់ដែលមានចិត្តល្អដែលបានយកវាទៅចិញ្ចឹមស្ត្រីនោះថែមទាំងបាននាំវាចូលទៅនៅក្នុងផ្ទះរបស់គាត់ដែលជាកន្លែងដែល Fufu រីករាយនឹងអាហារដោយគ្មានការរំខានដោយមិនត្រូវបានវាយប្រហារពីស្វាដទៃទៀតដោយទទួលបានភាពកក់ក្ដៅ Fufu បានចាត់ទុកផ្ទះស្ត្រីនោះជាផ្ទះទី2នៅពេលដែល Fufu ឃ្លានវាត្រូវឡើងភ្នំឆ្លងទន្លេធ្វើដំណើរប្រហែល10ម៉ាយលរៀងរាល់ថ្ងៃទៅកាន់ផ្ទះរបស់ស្ត្រីនោះដើម្បីអាហារស្ត្រីនោះរៀបចំអាហារផ្សេងទៀតសម្រាប់វាហើយបន្ទាប់ពីវាហូបរួចវាធ្វើដំណើរត្រឡប់ទៅវិញ7ម៉ាយទៀតអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថាហេតុអ្វីក៏វាមិននៅផ្ទះស្ត្រីនោះហេតុផលនោះដោយសារ Fufu របស់យើងនឹងគឺមាន girlfriend ហើយឈ្មោះថា Mei Ching អ្នកណាខ្លះអត់ទាន់មានសង្សារប្រយ័ត្នចាញ់ Fufu បងប្អូនជឿទេថានៅក្នុងមហាសមុទ្រមាន clinic សម្អាតធ្មេញនេះគឺជាត្រីដែលអាចចូលក្នុងមាត់ត្រីផ្សេងទៀតដោយវាមិនស៊ីមូលហេតុគឺតាមពិតនេះគឺជាត្រីដែលស្អាតដែលផ្ដល់សេវាកម្មសម្អាតដល់សត្វផ្សេងទៀតនៅក្នុងមហាសមុទ្រវាធ្វើការដូចជាពេទ្យធ្មេញដែរដោយសម្អាតមាត់ត្រី
ដតីដោយយកសាច់ជាប់ធ្មេញឬស្បែកងាប់និងជាលិកាដែលឆ្លងមេរោគជាការតបស្នងមកវិញត្រីទាំងនេះទទួលបានអាហារជាការបង់ប្រាក់ទំនាក់ទំនងនេះត្រូវបានគេហៅថាជួយគ្នាទៅវិញទៅមកដែលត្រីទាំងនេះវាសម្អាតតែធ្មេញត្រីដែលជាអតិថិជនរបស់វាតែប៉ុណ្ណោះបើចង់សម្អាតធ្មេញទៅ clinic សម្អាតដែលពួកវាបានកំណត់មិនថាអតិថិជនជាត្រីឬជាមនុស្សទេឲ្យតែចង់សម្អាតធ្មេញគ្រាន់តែទៅ clinic របស់ត្រីនោះវាសម្អាតឲ្យដោយមិនគិតលុយនោះទេប្រសិនបើបងប្អូនចង់សម្អាតធ្មេញដោយមិនអស់លុយបងប្អូនអាចលោតទៅបាតសមុទ្របាន Flamingo ត្រូវបានគេស្គាល់ថាជាសត្វដែលមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតលើពីនេះ Flamingo ក៏ជាប់ឈ្មោះជាសត្វដែលចិញ្ចឹមកូនយ៉ាងចម្លែកដែរវាចិញ្ចឹមកូនដោយ Flamingo ឈ្មោលយកចំពោះទៅចឹកក្បាល Flamingo ញីដើម្បីបញ្ចេញសារធាតុមួយដែលមានឈ្មោះថា crab meal អ្នកទាំងអស់គ្នាប្រកាសជាយល់ច្រឡំថាវាជាឈាមប៉ុន្តែតាមពិតនោះគឺមិនមែនទេ crab meal គឺជាសារធាតុអាហារដែលសត្វញីនិងសត្វឈ្មោលផលិតក្នុងក្រពីងពិសេសនៅក្នុងបំពង់ទឹកមាត់វាដូចជាទឹកដោះដែរ crab meal ផ្ទុកទៅដោយសារធាតុប្រូតេអ៊ីននិងជាតិខ្លាញ់ខ្ពស់ដែលធានាថាកូនតូចលូតលាស់រឹងមាំនិងមានសុខភាពល្អសកម្មភាពចិញ្ចឹមកូនរបស់ពួកវាមើលទៅគួរឲ្យអាណិតខ្លាំងណាស់ប៉ុន្តែការបញ្ចេញគ្រាប់វាឲ្យកូនរបស់វាគឺមិនបណ្ដាលឲ្យឈឺនោះទេពីព្រោះធម្មជាតិបានផ្ដល់ឲ្យវាអញ្ចឹងកូន Flamingo ពេលញាស់ចេញពីពងមានពណ៌ប្រផេះពេលវាធំវាវិវត្តទៅជាពណ៌ផ្កាឈូកឬក្រហមតើពួកវាប្រែពណ៌ទៅជាពណ៌ផ្កាឈូកយ៉ាងដូចម្ដេចនៅពេលដែលពួកវាធំឡើងវាស៊ីសាច់និងសារ៉ាយដែលសម្បូរទៅដោយសារធាតុ carotenoid ដែលជាសារធាតុពណ៌សត្វ Flamingo វាមានពណ៌ចំនួន5ពណ៌ប្រផេះពណ៌សពណ៌ក្រហមពណ៌ទឹកក្រូចនិងពណ៌ផ្កាឈូកហើយពួកវាចូលចិត្តចាប់ចំណីនៅក្នុងទឹករាក់ដោយយកចំពោះទៅចឹកនៅពេលដែលពួកវានៅជាហ្វូងគឺបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយដែលអ្នកទេសចរចូលចិត្តទស្សនាខ្ញុំមានសំណួរមួយសួរទៅកាន់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់ឃើញសត្វ Flamingo នៅប្រទេសកម្ពុជាដែរឬទេហើយឈ្មោះវាជាភាសាខ្មែរមានឈ្មោះដូចម្ដេចប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់ទេ comment នៅខាងក្រោមសត្វដ៏គួរឲ្យខ្លាចមួយនេះវាជាសត្វប៉ារ៉ាស៊ីតដែលមានរាប់លានក្បាលនៅក្នុងមហាសមុទ្រវាមានឈ្មោះថា lamprey ពេលវាពង្រីកមាត់របស់វាធំជាងខ្លួនរបស់វាទៅទៀតវាបង្ហាញធ្មេញដ៏អាក្រក់ដែលដុះជារង្វង់នៅលើជួរដេកនៃធ្មេញមុតស្រួចរបស់វាគឺគួរឲ្យខ្លាចខ្លាំងណាស់ក្នុងវីដេអូនេះគឺมันមានបំណងបំភ័យឲ្យអ្នកទាំងអស់គ្នាខ្លាចនៅពេលចុះទៅលេងសមុទ្រនោះទេខ្ញុំគ្រាន់តែចង់បង្ហាញភាវៈចម្លែកៗដែលមានជីវិតរស់នៅក្នុងមហាសមុទ្រតែប៉ុណ្ណោះវាខាំត្រីដោយប្រើធ្មេញដ៏មុតស្រួចធ្វើឲ្យត្រីមានរបួសធ្ងន់ឬស្លាប់តែម្ដងមើលទៅអាក្រក់គួរឲ្យខ្លាចខ្លាំងណាស់ជាធម្មតា lamprey វាតែងតែបឺតឈាមត្រីដែលពួកវាបានឃើញគឺពុំងាយរួចខ្លួននោះទេ lamprey មិនត្រឹមតែគួរឲ្យខ្លាចប៉ុណ្ណោះនោះទេវាថែមទាំងជាសត្វដែលអ្នកនេសាទមិនចង់ជួបវាផងដែរពួកវាសម្បូររស់នៅក្នុងមហាសមុទ្រ Great Lake តំបន់អាមេរិកខាងជើងពួកវាបានជាប់ឈ្មោះជាសត្វដែលបានសម្លាប់ត្រីសាម៉ុននិង trout ជាច្រើនក្បាលរៀងរាល់ឆ្នាំពួកវាមាន38ប្រភេទទៅតាមជម្រៅទឹកដែលពួកវារស់នៅសត្វដែលគួរឲ្យខ្លាចមួយនេះសូមបងប្អូនប្រុងប្រយ័ត្នពួកវារស់នៅក្នុងទន្លេនិងមហាសមុទ្រប៉ុន្តែបើនៅប្រទេសខ្មែរខ្ញុំមិនច្បាស់ថាវាមានច្រើនឬក៏អត់នោះទេប៉ុន្តែប្រសិនបើបងប្អូនធ្លាប់ជួបនៅក្នុងសមុទ្រខ្មែររបស់យើងសូមខមមិនចែករំលែកនៅខាងក្រោមស្រមោចមួយនេះវាមានក្បាលខុសពីស្រមោចដទៃទៀតអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាហេតុអ្វីវាមានក្បាលបែបហ្នឹងវាមានឈ្មោះថាស្រមោចក្បាលទ្វារហើយពួកវាប្រើក្បាលខ្លួនឯងធ្វើជាទ្វារនិងខែលការពារស្រមោចទាំងនេះរស់នៅខ្ពស់នៅលើចុងដើមឈើស្រមោចទាំងនេះប្រឈមនឹងការគំរាមកំហែងឥតឈប់ឈរពីសត្វដូចជាសត្វស្វាសត្វពីងពាងនិងពួកស្រមោចផ្សេងទៀតនៅពេលបញ្ហាកើតឡើងក្រុមជំនាញនៃទាហានស្រមោចលះបង់ខ្លួនឯងដើម្បីការពារក្រុមរបស់ពួកវាឲ្យមានសុវត្ថិភាពពេលជួបគ្រោះថ្នាក់ស្រមោចទាហានទាំងនេះប្រើក្បាលសំប៉ែតរបស់ពួកវាដើម្បីបង្កើតរបាំងការពារមិនឲ្យសត្រូវចូលទៅក្នុងរូងរបស់ពួកវាបានពួកវាធ្វើការជាវេនឆ្លាស់វេនគ្នាយាមច្រកចូលដើម្បីធានាសុវត្ថិភាពដល់ក្រុមរបស់ពួកវាពេលមានគ្រោះថ្នាក់ស្រមោចមួយក្រុមទៅយាមនិងប្រយុទ្ធស្រមោចដែលនៅសល់ធ្វើកិច្ចការរបស់ពួកគេដូចជាមើលថែពងការរកចំណីការថែទាំកូនឬធ្វើកិច្ចការប្រចាំថ្ងៃសកម្មភាពទាំងអស់នេះវាជាការបង្ហាញដ៏គួរឲ្យកត់សម្គាល់នៃការសហការគ្នាជាក្រុមនិងការលះបង់ស្រមោចនីមួយៗមានតួនាទីដើរតួក្នុងប្រព័ន្ធជាក្រុមដ៏ស្មុគស្មាញនេះបង្កើនការការពារដ៏ខ្លាំងក្លាប្រឆាំងនឹងគ្រោះថ្នាក់ប្រើយុទ្ធសាស្ត្រពិសេសដើម្បីការពារសុវត្ថិភាពរបស់ក្រុមពួកវាអ្វីដែលខ្ញុំកត់សម្គាល់ទៅលើស្រមោចនេះបានគឺវាចេះចែកវេនគ្នាឆ្លាស់គ្នាការពារសុវត្ថិភាព
ធ្វើការងារជាក្រុមចូលអ្នកទាំងអស់គ្នាមានកត់សម្គាល់ថាស្រមោចនេះវាមានអ្វីពិសេសខ្លះសត្វកណ្ដូបបុកស្រូវញីនិងស៊ីក្បាលសត្វកណ្ដូបបុកស្រូវឈ្មោលខណៈពេលដែលពួកវាកំពុងរស់នៅជាមួយគ្នាសត្វឈ្មោលនៅតែអាចរស់នៅបានបន្ទាប់ពីវាបាត់បង់ក្បាលរបស់វាហើយនេះគឺដោយសារតែសរសៃប្រសាទនៅក្នុងខ្លួនរបស់វាដែលបង្កើតធ្វើឲ្យមានសកម្មភាពខ្លួនវាដោយគ្មានខួរក្បាលសរសៃប្រសាទទាំងនេះត្រូវបានធ្វើឲ្យសកម្មនិងពេលខ្លះសរីរាង្គអនុញ្ញាតឲ្យសត្វឈ្មោលបន្តការរស់នៅបានជាយូរយារក្រោយមកកណ្ដូបបុកស្រូវញីចាប់ផ្ដើមស៊ីកណ្ដូបបុកស្រូវឈ្មោលម្ដងបន្តិចរហូតដល់អស់គ្មានសល់ហេតុអ្វីបានជាសត្វកណ្ដូបបុកស្រូវញីមានចិត្តឃោរឃៅម្លេះបានខ្លួនប្រាណគេហើយសម្លាប់គេចោល